ការក្រៅការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្តមចៅបរិនផងជាមួយនឹងបរិយាតម្រៃនិងបរិយាកិច្ចដឹកនាំរបស់សម្ដេចព្រះមហាសភាទាតបតីនៅគណៈសង្ឃនាយកផងដែលលោកបានសូត្រលើកទី1ហើយអញ្ចឹងលោកយកមកសូត្រទីនេះណាអញ្ចឹងបើស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់មហាក្សត្រសូមឲ្យពុទ្ធបរិស័ទយើងពិសេសបកូនណាម្ចាស់សូមយកបិដកគឺជាគោលនៅក្នុងការបដិបត្តិនៅធម៌ព្រះសម្មាសម្ពុទ្ធឲ្យបានដល់ឫសគល់និងជាទីមលុបជាដំបូលរបស់យើងនិងជាប្រតិបបំភ្លឺផ្លូវរបស់យើងឲ្យបានសុខទាំងបច្ចុប្បន្ននិងសុខទាំងទៅក្នុងប្រាក់លោកថ្វាយបង្គំព្រះណាម្ចាស់ដែលនិមន្តមកពីស្រែអំបិលប្រកបដោយវត្តប្រណិប័តនៃខ្ញុំព្រះណាម្ចាស់និងសូមគោរពចំពោះសាធុពុទ្ធបរិស័ទទាំងអស់គ្នាបាទហើយមិញហត់ទេទៀតហត់ទេមិនហត់បាទមកឥឡូវនិយាយដល់ចិត្តស្មោះត្រង់ហត់ទេមិនហត់មិនជឿទេបើមិនហត់ទេណាបើបែកញើសហូលហាមកដោយសួរតាហត់ទេជាចិត្តជាបច្ច័យវាច្បាប់ធម្មជាតិតែដើរចម្ងាយហ្នឹងបើមិនហត់វាចម្លែកអញ្ចឹងទេណាប៉ុន្តែដោយសេចក្តីជ្រះថ្លាទោះបីហត់យ៉ាងណាក៏អត់ហត់ដែរទេណាហ្នឹងធម៌បុណ្យទេចឹងទេដោយការបានបំពេញបុណ្យនេះសូមឲ្យខ្ញុំកណាម្ចាស់ខ្ញុំសូមអនុមោទនាជ្រះថ្លាត្រេកអរបុណ្យជាមួយនឹងកណាម្ចាស់និងសាធុពុទ្ធបរិស័ទទាំងអស់គ្នាដោយបិតិវាចាថាសាធុឲ្យលឺទាំងអស់គ្នាសាធុលឺបានបញ្ច្រើនណាសូមអនុមោទនាសូមអនុមោទនាជ្រះថ្លាអំពីការដង្ហែនៅព្រះត្រៃបិដកនិមន្តពេលនេះបន្តិចសូមអនុមោទនាសូមអនុមោទនាសូមឲ្យបុណ្យដែលកើតឡើងអំពីការបានចូលរួមដង្ហែព្រះត្រៃបិដកក៏ដូចជាការចូលរួមសូត្រព្រះត្រៃបិដកនេះបានជាឧបនិស្ស័យរួចចាក់ទុកទោសទាំងឡាយទាំងពួងទៅឯដល់អនាគតក៏សូមឲ្យបច្ចុប្បន្ននេះសូមឲ្យបានសុខបានចម្រើនទាំងអស់គ្នាសូមអនុមោទនាចឹងទេបុណ្យថ្ងៃនេះគឺជាហៅថាបុណ្យដ៏ពិសេសណាស់ដែលក្រៅពីការរៀបចំនៅថ្នាក់ជាតិក្រៅពីបានការសម្រេចរបស់សម្ដេចមហាបវរធិបតីតាមសចន214ដែលបានអនុញ្ញាតឲ្យបន្តវេននៃការរៀបចំរំលឹកគុណព្រះត្រៃបិដកក៏ដូចជាការសូត្រព្រះត្រៃបិដកនេះមកគឺថ្នាក់ជាតិដែលមានការហៅថាជ្រុំជ្រែងផ្ដួចផ្ដើមពីឯកឧត្តមចៅបរិនរដ្ឋមន្ត្រីក្រសួងធម្មការសាសនាក៏ដូចជាគណៈសង្ឃនាយកលោកបានរៀបចំនៅកម្មវិធីសូត្របិដកថ្នាក់ជាតិលើកទី1កាលពីខែកុម្ភៈកន្លងមកនៅភ្នំព្រះរាជទ្រព្យចឹងក្នុងនេះក៏ប្រគល់ណាម្ចាស់និងសាធុពុទ្ធបរិស័ទមួយចំនួនលោកបានចូលហើយទេណាអញ្ចឹងថ្ងៃនេះក៏ព្រះអង្គព្រះអនុគុណស្រុកសាមគ្គីមនីជ័យដែលមានបិតិសមណនិងសទ្ធាជ្រះថ្លានឹងការរលឹកនៅឧបការៈគុណរបស់លោកអ្នកប្រាជ្ញនៃពុទ្ធសាសនារបស់យើងទើបលោកបានរៀបចំនៅកម្មវិធីសូត្របិដកលើកទី1សម្រាប់ស្រុកសាមគ្គីមនីជ័យដែលឡែកនឹងជារួមរបស់ខេត្តកំពង់ស្ពឺថ្ងៃនេះបានព្រះបិតាសង្ឃព្រះបាឡាត់គុណខេត្តក៏លោកជានិមន្តជាអធិបតីនិងអមដោយប្រគណាម្ចាស់ដែលជាព្រះមន្ត្រីសក្ការីសង្ឃគុណខេត្តនិងអនុគុណក្រុងស្រុកទាំងអស់លោកបាននិមន្តចូលរួមដែរចឹងបុណ្យនេះពិតជាវិស័យវិសាលណាស់ហើយបុណ្យនេះខ្ញុំកណាចង់ទាញជាតល័យកថាម្សិលមិញប្រគណាម្ចាស់រៀបចំពិធីបើកហើយប៉ុន្តែលោកថាសទ្ធានឹងនៅមិនទាន់អស់ទេថ្ងៃនេះក៏រៀបចំឲ្យមានកម្មវិធីដង្ហែឡើងដង្ហែនេះធ្វើឡើងដោយនៅក្នុងន័យ2ទី1គឺចង់ទុកជាអនុស្សាវរីយ៍ជូនដល់ប្រគណាម្ចាស់និងសាធុពុទ្ធបរិស័ទទាំងអស់ដែលលោកបានអញ្ជើញចូលរួមហ្នឹងថាលោកបានបំពេញបុណ្យអញ្ចឹងបុណ្យទាំងឡាយដែលលោកបានមកហ្នឹងមិនចប់ត្រឹមហ្នឹងទេលោកបានថតជាវីដេអូទុកលោកបានថតជាដែលនៅរូបថតទុកមែនទេទៀតមានថតទេអត់មុនហ្នឹងស្មានតែអត់ថតទេបាទអញ្ចឹងបើមិនបានថតទេក៏ព្រះអង្គថតឲ្យដែរអញ្ចឹងបានថតទុកហើយអញ្ចឹងការថតទាំងអស់ហ្នឹងទុកជាអនុស្សាវរីយ៍ដើម្បីរំលឹកនៅបុណ្យអញ្ចឹងបុណ្យនឹងត្រង់ណាថាបុណ្យនឹងដូចនៅពេលដែលសាធុពុទ្ធបរិស័ទនិងប្រគណាម្ចាស់ណាបានដង្ហែបាញ់មិញហ្នឹងធ្វើឲ្យខ្ញុំកណាបានរលឹកនឹកឃើញណែនៅក្នុងសម័យពុទ្ធកាលនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រសូតមកសទ្ធត្ថប្រសូតមកបាន
7 ថ្ងៃក៏នាងសិរីមហាមេយាមិនទៅទៀតស្លាប់ចោលទៅតើនាងសិរីមហាមេយាបានស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធនៅថានៅទេចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គយាងទៅសម្ដែងធម៌នៅឋានតាវតឹងដើម្បីប្រោសពុទ្ធមេត្តាហើយពេលសម្ដែងលើកទី1ហ្នឹងមិនទាន់បានអត់បានសម្រេចធម៌ទេដោយសារអីត្រេកអរពេកបៃតេពេកភ្លេចរលឹកនៅប៉ុនហ្នឹងអញ្ចឹងក៏អត់បានអញ្ចឹងដោយប្រគណាម្ចាស់អញ្ចឹងមិនសមមិញលោកធ្វើហើយពុទ្ធបរិស័ទខ្លះក៏បានចូលរួមហើយតែគាត់ថាប៉ុនហ្នឹងមិនទាន់អស់ទេមើលទៅមិនទាន់ជ្រះថ្លាអស់ទេលោកហាយថ្ងៃហ្នឹងទៀតអញ្ចឹងការហាយមកថ្ងៃហ្នឹងដូចនាងស្រីមហាមេយាអញ្ចឹងពេលដែលស្ដាប់ធម៌លើកទី2ព្រះសម្មាសម្ពុទ្ធព្រះអង្គបានយកនៅព្រះអភិធម្ម7គម្ពីរយកទៅសម្ដែងបានស្ដាប់ទៅក៏បានសម្រេចនៅធម៌ជាន់ខ្ពស់នៅពេលនោះឯងអញ្ចឹងយ៉ាងណាមិញសាធុសពបរិសទាំងឡាយលោកបានហែមកបាញ់មិញនេះលោកមានសទ្ធាជ្រះថ្លាហើយតាំងចិត្តជាចេតនាថាបកូនណាម្ចាស់និងសាធុពុទ្ធបរិស័ទទាំងអស់ដើរដំណើរមួយចង្ហៀនបានបុណ្យមួយអានន្ទទេណាអញ្ចឹងសូមឲ្យជ្រះថ្លានៅបុណ្យដែលបានបំពេញដង្ហែមកមិញហ្នឹងឲ្យคล้ายទៅជាប្រយោជន៍ពីការពិចារណាធម៌ផងអំពីការជ្រះថ្លាដើម្បីបាននៅបុណ្យកុសលផងដែរអញ្ចឹងសូមអនុមោទនាណាអញ្ចឹងបុណ្យនឹងបានអញ្ចឹងទី1ទី2ការរៀបចំថ្ងៃនេះក៏ក្រោមស្ថានភាពមួយដែលយើងទាំងអស់គ្នាដែលបានកើតមកនៅក្នុងប្រទេសដែលជាអ្នកកាន់ពុទ្ធសាសនារដ្ឋធម្មនុញ្ញមាត្រា43ចែងថាពុទ្ធសាសនាសាសនារបស់រដ្ឋអញ្ចឹងទេដើម្បីឲ្យคล้ายខ្លួនទៅជាពុទ្ធបរិស័ទមួយដ៏ស្អាតស្អំដ៏ល្អបរិបូរណ៍ផូរផង់និងមានការយល់អំពីបិដកនេះអញ្ចឹងឱកាសនេះពុទ្ធបរិស័ទទាំងអស់ក៏បានដឹងដែរថាយើងនៅទីនេះបានសូត្របិដកតែលោកម្ចាស់គ្រប់ព្រះអង្គនិងសាធុពុទ្ធបរិស័ទទាំងអស់សម័យទៅមើលជាប់ព្រំដែននេះមើលបានសូត្របិដកអីទៀតអត់ទេចុះថាបើអត់បានទេតែចុះមិនក៏បកូនណាលោករៀបចំសូត្រថ្ងៃនេះថាការដែលលោកសូត្រថ្ងៃនេះមិនមែនរឿងចៃដន្យទេការយកតាមលំអានអ្នកប្រាជ្ញផងការយកលំអានរបស់រាជរដ្ឋាភិបាលដែលមានក្រសួងធម្មការក្រៅការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្តមចៅបរិនផងជាមួយនឹងបរិយាតម្រៃនិងបរិយាកិច្ចដឹកនាំរបស់សម្ដេចព្រះមហាសភាទាតប្តីនិងគណៈសង្ឃនាយកផងដែលលោកបានសូត្រលើកទី1ហើយអញ្ចឹងលោកយកមកសូត្រទីនេះប៉ុន្តែទន្ទឹមនឹងការដើរតាមលំអាននេះលោកក៏រលឹកនឹកឃើញថានេះគឺជាការបង្រួបបង្រួមជាការដាស់រលឹកនៅពុទ្ធបរិស័ទរបស់យើងឲ្យមានសតិរលឹកថាគេធ្វើបាបយើងគេវាយលើទឹកដីយើងប៉ុន្តែគេមិនអាចមកបំបាក់ស្មារតីពុទ្ធបរិស័ទយើងមិនឲ្យបំពេញបុណ្យកុសលបានទេទេណាចឹងឥឡូវពេលដែលគេធ្វើអញ្ចឹងតែយើងនៅតែសូត្រទេយើងនៅធ្វើបុណ្យអត់ឡើយនេះធ្វើគេវាយក៏ដោយតែมันអាចមកបំបែកសាមគ្គីភាពយើងបានទេពុទ្ធបរិស័ទយើងនៅតែបន្តធ្វើសកម្មភាពបំពេញបុណ្យកុសលហើយមិនត្រឹមតែប៉ុណ្្នឹងទេជួយទៅដល់កងទ័ពជួរមុខទៀតព្រោះការសូត្រពេលនេះគឺជាការរលឹកការដាស់ស្មារតីថាសូមឲ្យពុទ្ធបរិស័ទសូមឲ្យប្រជាជនកម្ពុជាដែលជាពុទ្ធសាសនិកក៏ដូចជាសាសនាដទៃទាំងអស់រួបរวมសាមគ្គីគ្នាថែរក្សាសាសនាយើងឲ្យបានរឹងមាំឡើងតែឲ្យបានរឹងមាំឡើងសមជាប្រទេសអ្នកកាន់ពុទ្ធសាសនាដោយយកបិដកជាគោលបិដូចជាពុទ្ធគាថាព្រះអង្គសម្ដែងថាសាមគ្គីណាំងតបោសុខោចឹងទេសូមឲ្យពុទ្ធបរិស័ទទាំងអស់ដែលលោកបានលះបង់នៅកម្លាំងកាយកម្លាំងចិត្តចូលរួមថ្ងៃនេះហើយក៏សូមឲ្យលោកបន្តបេសកកម្មនេះជាដរាបតរៀងទៅពីព្រោះការសូត្រនៅបិដកការរៀនពីបិដកនេះគឺជាការរៀនអំពីពុទ្ធវចនៈការរៀនអំពីទ្រឹស្ដីពិតរបស់ព្រះសម្មាសម្ពុទ្ធនៃយើងចឹងទេការបានចូលរួមរៀនថ្ងៃនេះពិតជាវិសេសណាស់ក្រៅអំពីការហែក៏ជាការបង្ហាញអំពីការរួបរวมសាមគ្គីជាតិរបស់យើងដែរការរួបរวมសាមគ្គីជាតិដែរឥឡូវនេះបកូនណាម្ចាស់និងសាពុទ្ធបរិស័ទទាំងអស់លោកស្រឡាញ់ជាតិទេទៀតស្រឡាញ់ទេអត់ស្រឡាញ់សាសនាទេស្រឡាញ់មហាក្សត្រទេទៀតណាអញ្ចឹងបើស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់មហាក្សត្រសូមឲ្យពុទ្ធបរិស័ទយើងពិសេសបកូនណាម្ចាស់សូមយកបិដកគឺជាគោលនៅក្នុងការបដិបត្តិនៅធម៌ព្រះសម្មាសម្ពុទ្ធ
ឲ្យបានដល់ឫសគល់និងជាទីម្លប់ជាដំបូលរបស់យើងនិងជាប្រទីបបំភ្លឺផ្លូវរបស់យើងឲ្យបានសុខទាំងបច្ចុប្បន្ននិងសុខទាំងទៅក្នុងប្រាក់លោកកំបីអខានឡើយសូមអនុមោទនា